ម៉ែក្មេងខំຕົកចិត្តផ្ដាំហើយផ្ដាំទៀតថាកូនឯងភ្ញាក់ពីដេកយកសាច់ជ្រូកមហាផងភ្ញាក់ពីដេកយកមហាពិតមែនបងប្អូនតែរំភ្ញាក់ពីដេកម៉ោង 7:10 ហើយតម្រាំតែកូនប្រសានេះភ្ញាក់ពីដេកនឹងគឺថាប្តីយកកូនទៅរៀនហើយទៅតខ្សែភ្លើងឲ្យគេហើយឡើងមកសាហើយបានត្រឡប់មកវិញខ្ញុំនេះទៅភ្ញាក់ពីដេកទេនឹងមិនថាចំជាកូនប្រសាស្រីពិតមែនថាសាច់ជ្រូកហើយបើនឹកឃើញថាម៉ែក្មេងគាត់ផ្ដាំឲ្យចំណីសាយគាត់ផងគាត់ទៅទិញយកមិនចាំមកបងប្អូនអរគ្នាហើយបើនិយាយទៅគឺដូចថាខ្ញុំនឹងឆោតកថាបានបងប្អូនខ្ញុំអត់ដឹងទេថាសាយពីស៊ីបន្លែអញ្ចឹងអ្វីដែលសំខាន់គឺខ្ញុំអត់ដែលចិញ្ចឹមសាយហ្មងនេះគឺលើកទី1ហើយម៉ែក្មេងខ្ញុំដឹងនឹកឃើញមិនទិញសាយយកមកចិញ្ចឹមហើយធ្លាប់តែដឹងថាសាយគឺវាចូលចិត្តស៊ីការ៉ុតស៊ីអីចឹងណាតែខ្ញុំអត់ដឹងថាវាចូលចិត្តស៊ីអរិញឯស្អីគេស្លឹកស្វីក្តោបបងប្អូនហើយស្លឹកស្វីក្តោបនឹងទៀតតតែយកហាលឲ្យស្ងួតអត់មានទឹកសើមបានយកមកឲ្យវាស៊ីកើតហើយបើសិនជាមានទឹកសើមនៅសាមពេលវាស៊ីទៅអាចនឹងរាអាហ្នឹងគឺនិយាយតាមម៉ែក្មេងខ្ញុំគាត់និយាយណាខ្ញុំចំសាយចឹងខ្ញុំនឹកឃើញកាលពីខ្ញុំនៅរឿងទូចចាស់ពីដើមគាត់តែងតែនិយាយថាសាយវាមើលមុខគ្នាក៏អាចមានកូនបានដែរកាលហ្នឹងគឺខ្ញុំមានការងើងឆ្ងល់ជាខ្លាំងហ្មងនិយាយទៅគឺឆោតខ្លាំងមែនតើកាលពេលខ្ញុំនៅរឿងទូចខ្ញុំថតចឹងមិនចាប់អារម្មណ៍ថាដៃប្តីរបស់ខ្ញុំគឺពោពេញទៅដោយស្នាមរបួសប្រាស់ចឹងគាត់ប្រាស់ចឹងដោយសារតែពេលខែតែចាក់អញ្ចឹងភាកច្រើនការងារណាដែលបបាក់ការងារដែលត្រូវទឹកការងារណាដែលត្រូវចាក់គឺភាកច្រើនគាត់អ្នកធ្វើអញ្ចឹងសូម្បីដៃឪក្មេករបស់ខ្ញុំក៏អញ្ចឹងដែរគឺប្រេះលហែកឲ្យឈឺណាឡើងពេលដែលវាត្រជាក់ខ្លាំងពេកចឹងដៃខ្ញុំអត់អីទេបងប្អូនអស់ខ្លាំងគឺត្រឹមតែប្រេះសកាតែប៉ុណ្ណឹងព្រោះសារតែខ្ញុំអត់សូវប៉ះទឹកប៉ះអីត្រជាក់ច្រើនធ្វើការអីធ្ងន់ទេញរុំមកខែល្ងាចអញ្ចឹងទៀតមិនបាច់ទេចាស្ងំនៅក្នុងតភួយនឹងឯងដល់ណាមានថ្ងៃមានអីចែងចាំងអញ្ចឹងណាតែចេញមកហើយចាគឺកូចគុណទេសភាពនៅខាងក្រៅនឹងភ្ញាក់មកឃើញតាកំពុងតែស្រោចទឹកអញ្ចឹងហើយគាត់ថាមកជួយបោចស្មៅបោចឲ្យគាត់តិចតួចអញ្ចឹងណាបងប្អូនហើយនឹងអាកាសធាតុនឹងរៀងល្អផងគឺស្មៅនឹងគឺបោះឲ្យត្រីស៊ីបងប្អូនហើយមកស្រះចិញ្ចឹមត្រីគេបងប្អូនហើយទឹកថ្លាដូចកញ្ចក់អញ្ចឹងហើយកោតចិញ្ចឹមត្រីរស់ដែរខ្ញុំនិយាយមែនតែហើយទឹកនឹងក៏មិនជ្រៅដែរទឹកឡើងរាក់ហើយត្រីនឹងគឺគេស៊ីតែស្មៅទេបងប្អូនអត់ដែលស៊ីចំណីអីផ្សេងទេអញ្ចឹងដែរបងប្អូនហើយត្រីគាត់ល្អចិត្តដល់ប្រមូលផលងាប់អស់លីងហើយដោយសារឃើញអាកាសធាតុថ្ងៃហ្នឹងគឺរៀងល្អបងប្អូនហើយថ្ងៃសម្រាប់អញ្ចឹងទៀតអញ្ចឹងហើយគឺត្រូវតែចាប់កូនទៅងូតទឹកងូតផុកឲ្យហើយលក្ខណៈថា3ថ្ងៃមកងូតទឹកតែម្ដងទេបងប៉ាគេជាអ្នកកក់សក់ឲ្យហើយយើងទៅថាដុសក្អែលមកទាំងដុំបងប្អូនលេង3ថ្ងៃទឹកងូតទឹកម្ដងអីវិញព្រោះលើថាបងគឺប៉ាគាត់ចាប់ងូតទឹកគឺគាត់មកមើលគាត់ដល់ដល់ឃើញបងកក់សក់អញ្ចឹងគាត់ថាណូហើយពេលគាត់ងូតទឹកគឺគាត់អត់ឲ្យប៉ាគាត់ក៏ឲ្យទេបើមិនអញ្ចឹងទឹកចូលទៅជាផងអីផងមកយកអាវបដាលូបដាម៉ាក់អើយម៉ាក់ឯងកក់សក់ឲ្យខ្ញុំណាអត់ឲ្យប៉ាកក់ឲ្យទេព្រោះខ្លាចប៉ាកក់សក់ឲ្យខ្លាចទឹកចូលទៅជាមើលតែអាវហើយទៅបងប្អូនពាក់ម្ដង3-4ជាន់នោះណាមិនទៅស្រួលតែមើលសក់នេះគឺ3-4-5ថ្ងៃមិនតន់កក់ម្ដងតែឡើងរឹងដូចអីចឹងមិនតែកូននេះសម្បីខ្ញុំក៏អញ្ចឹងដែរគឺសក់និយាយថាខែតែចាក់ចឹងមួយថ្ងៃបានកក់មួយថ្ងៃបានងូតទេតែម៉អូនគឺតែខ្ញុំកក់សក់ឲ្យគឺគាត់សប្បាយចិត្តបើសិនជាប៉ាគាត់ក៏ឲ្យវិញនិយាយថាស្រេចពេញបន្ទប់ទឹកនឹងថាបន្ទប់ទឹកចាស់អញ្ចឹងចង់ដូរថ្មីអីអញ្ចឹងណាឥឡូវគឺមកជួសជុលឲ្យខ្ញុំមកតង់ទេដោយសារបន្ទប់ទឹកនឹងពីមុនហ្នឹងគឺគាត់អត់មានរៀបអត់ការ៉ូឡើងដល់លើទេអញ្ចឹងហើយអាសំងដែលគាត់លាបពណ៌ហ្នឹងពេលដែលត្រូវទឹកយូរទៅគឺវាមានអារម្មណ៍ថាប្រឡាក់ខ្លាំងហ្មងពេលអញ្ចឹងមិនចាំបាច់ទៅធ្វើអីថ្មីទៀតនេះគាត់អត់បិទអត់ការ៉ូតិចតួចអញ្ចឹងគឺជាការស្រាត់ទេតែឲ្យតែនៅផ្ទះគឺរោនឹកការងារធ្វើឲ្យមកចប់ហ្មងអត់មានឲ្យតែណែទាន់ទេហើយវីដេអូចែកម្លែករបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណមកខ្លាំងមែនទែនតែងតែស្រឡាញ់ចូលចិត្តនៅវីដេអូបងប្អូនកន្លងមកចាំជួបគ្នានៅវីដេអូក្រោយទៀត Skinny បងប្អូនគឺជាប្រភេទសម្រក់គ្រាប់ធញ្ញជាតិដែលជួយសម្រួលទៅដល់ការបន្តបង់សម្រួលដល់សម្ពាធវ័យដែលសំខាន់ Skinny គឺជាប្រភេទសម្រក់មួយយ៉ាងដែលធ្វើឲ្យយើងស្រក់គីឡូបែបធម្មជាតិស្រក់ម្ដងតិចដោយអត់ដឹងខ្លួនជាពិសេស Skinny គឺជួយទៅដុតជាតិខ្លាញ់ដែលនៅក្នុងខ្លួនយើងដូចជានៅកន្លែងត្រង់ក្បាលពោះដើមដៃកន្លែងផ្លូវដែលកន្លែងណាមានខ្លាញ់ច្រើនគឺទៅជួយដុតនៅកន្លែងហ្នឹងគឺមានគ្រាប់ចំណុចទូចបែបនេះបងប្អូនទាំងអស់គ្នាហើយក្នុងមួយទីបរបស់វាគឺមានដល់ទៅ30គ្រាប់ដែលធ្វើឲ្យយើងអាចញ៉ាំបានរហូតដល់ទៅ1ខែហើយតែជនភាគច្រើនគឺតែងតែសួរថា Skinny គឺញ៉ាំពេលណាបងប្អូន Skinny គឺញ៉ាំពេលយប់មុនពេលចូលគេញ៉ាំត្រឹមតែ1គ្រាប់ជាមួយនឹងទឹកក្តៅអ៊ុនៗគឺជាការស្រាតស្តុកនៅឯខ្មែរឥឡូវហ្នឹងគឺមានស្តុកបងប្អូនអាចធ្វើការកម្មង់បានណាបងប្អូនទាំងអស់គ្នា